សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ channel របស់ខ្ញុំទៀតហើយនេះមានអីវ៉ាន់មកចាប់មក unboxing ចែករំលែកអ្នកទាំងអស់គ្នាទៀតហើយឥឡូវយើងមើលទាំងអស់គ្នាអូកាសមួយហើយនឹងទូរស័ព្ទមួយប្រអប់អស់ហើយមានតែប៉ុណ្្នឹងអូខេថ្ងៃនេះខ្ញុំបាន unboxing ទូរស័ព្ទមួយរបស់ក្រុមហ៊ុន Infinix Hot 50ដែលមានការធានាទៅលើការ smooth របស់អេក្រង់រហូតដល់របស់ការប្រើប្រាស់រហូតដល់ទៅ5ឆ្នាំទៅលើម៉ាស៊ីនណាអ្នកទាំងអស់គ្នាហើយមានទំហំ 256G និង RAM 848 16G ប្រើ chip Helio G100 processor 120Hz អេក្រង់អូខេតោះឥឡូវរូបរាងមានតែប៉ុណ្ណឹងយើងធ្វើការ unboxing ទៅអូខេនេះគឺជារូបរាងរបស់ទូរស័ព្ទមើលមកជុំទៅការបើកគ្រឿងហើយយើងទុកប្រអប់ទៅមកខាងសិនការបើកគ្រឿងសិនទូរស័ព្ទនេះវាទៅតែចាញ់ដែរអ្នកនរគ្នាបានខ្ទង់2 ទៅ 3 ខែដែរអូខេឥឡូវវាចាញ់ហើយយើងធ្វើការ set up វានេះselect country យើងយក Cambodia ហើយយើងចុច next ទៀតអូគេឲ្យយើងធ្វើការ insert sim ឥឡូវយើង skip សិនទៅចាំដាក់តាមក្រោយគឺ connect Wi-Fi ក៏យើង skip សិនទៅយើងអាចធ្វើការ connect តាមក្រោយបានអូខេនេះកន្លែង user service គេយើងគាត់តែ take ហើយ next តទៅមុខទៀតទៅអានេះកន្លែងដាក់ Google account accept យើង skip សិនទៅកន្លែង scan គេយកដៃ connect mobile clone នឹងក៏ skip សិនទៅអូខេហើយយើងយកជារះនេះទៅយើងយក next ទៀតអូខេអញ្ចឹងយើង welcome ហើយយើង start មើលអូខេហើយយើងដាក់រៀបឲ្យវាដើរទៅតាមដំណើរវាសិនមកអូខេឥឡូវនេះយើងបានបើកវាចេញមកហើយអ្នកទាំងអស់គ្នានេះគឺជា Hot 50នេះ model របស់គេអូខេបិទសិននេះគឺយើងកុំយកអូតូអីពលឺបើកភ្លឺបានល្អអ្នកនរគ្នាហើយថ្មីចេះយើងស្រួលប្រើទេ clear ចោលសិនអូខេ check កាមេរ៉ាមើលតិចមើលអូកាមេរ៉ាស្អាតណាស់អ្នកនរគ្នានេះវ៉ាវ color ស្អាតណាស់អ្នកកាមេរ៉ាគេនេះបិទ plus សិនcolor គេស្អាតដែរអ្នកនរគ្នាថតទៅឃើញស្អាតសម្រាប់តែយើងថតទៅលើនេះ color ឡើងច្បាស់ចេះស្អាតថេងក្នុងទូរស័ព្ទកាមេរ៉ាមុខកាមេរ៉ាមុខក៏គ្រាន់បើដែរយើងមើលឃើញស្អាតវ៉ាវខ្លាំងដូចកញ្ចក់កាមេរ៉ាគេអូខេអាចទទួលយកបានអ្នកនរគ្នាចំពោះឥឡូវយើងចូលទៅកាន់ setting មើលមួយសិន My phone យើងអាចមើលបាន device hotspot pro ទំហំ memory គឺ 256G អ្នកទាំងអស់គ្នាហើយយើងប្រើ5នេះយើងអាចបូកដល់8 restart វាមួយដើម្បីបូកបន្ថែម RAM មកហើយអ្នកទាំងអស់គ្នា
chẳng cá tết từ lơ camera mình khinh xã này đó này hay đâm ma ca mây vô toàn đợi ní trực tới có trên chỗ ban lườn này bộ này khi lực tí mùi đấy nông ca chậpกันក្រុមហ៊ុន Infinix យកមកអ្នកនរគ្នា Infinix នេះយកមក3នេះឥឡូវយើងដាក់វាមកណាយើងមើលក្នុងប្រអប់មានអីខ្លះស្រោមទេអូខេយើងទទួលបានខេសខ្លាតុនមួយចូលវិញសិនយើងទទួលបានខ្សែសាកថ្មលឿន Type C មួយហើយនឹងដុំសាក Infinix មួយអូខេមានតែប៉ុណ្ណឹងហើយនឹងមកចូលចាក់ស៊ីបនេះអ្នកទាំងនេះយើងទទួលបានប៉ុណ្ណឹងពីក្នុងប្រអប់វាមកសាកកាសនេះគឺខាងកន្លែងលក់គេថែមឲ្យក្រៅទេអញ្ចឹងក្នុងប្រអប់វាមានតែស្រោមថ្លាមួយទូរស័ព្ទហើយនឹង screen ដែលជាប់នៅលើទូរស័ព្ទនេះមកគឺមានមកបិទស្រាច់unlock បានយើងទៅមើលទំហំ RAM អញ្ចឹង CPU Helio G100 storage យើង 256GB rear camera ដល់ 50 មេអ្នកទាំងអស់គ្នា front camera 8 មេដែរក្នុងទូរស័ព្ទនេះដែលយើងទទួលបានហើយ memory របស់យើងគឺ8/8គឺ 16GB ដែលមាន room ហើយវាឈរទៅលើ XOS 14 V14.5 អ្នកទាំងអស់គ្នាឃើញទេអញ្ចឹងវាមានអីចាំមើលខ្ញុំធ្វើការតេស្តទៅលើកម្មវិធីផ្សេងហើយខ្ញុំនឹងចេញវីដេអូបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាប៉ុន្តែបើចំពោះកាមេរ៉ាខ្ញុំស្អាតអ្នកទាំងអស់គ្នាគឺ color ស្អាតកាមេរ៉ាអេក្រង់អីណាថតមកឃើញស្អាតនៅក្នុងនេះឃើញចាំងវាដោយសារយើងបើកភ្លើងផ្លាស់ទៅនេះណានេះបាំងនេះឃើញស្អាតកាមេរ៉ាស្អាតអ្នកទាំងអស់គ្នារូបភាពថតចេញមកស្អាតណាបង្រិចមកដូចជាមិនបែកខ្លាំងទេអាចទទួលយកបានរូបភាពណាអូមានអីកាមេរ៉ាស្អាតក្រាន់បើរៀងទូរស័ព្ទក៏ស្អាតដែរអ្នកទាំងអស់គ្នាមិនថ្មីទេរូបរាងរបស់គេស្អាតយើងបើកផ្លាស់មើលភ្លឺក៏អត់អូផ្លាស់ភ្លឺល្អតាដូចជាមិនមានអីសាំញ៉ាំច្រើនទេកម្មវិធីក៏មិនមានកម្មវិធីណាដែលអាប់ដែល download មកដល់នេះដែរកាមេរ៉ាគេមើលទៅស្អាតរៀងជ្រុងដោយសាក Type C មានរន្ធកាស speaker មួយគ្រាប់ហើយនឹង sensor power ហើយនឹង scan កាយដៃគឺនៅខាងនេះអ្នកទាំងអស់គ្នាបិទបើកសលេងនេះយើងអាចបិទបើកសលេងបានអូខេអញ្ចឹងក្នុងថ្ងៃនេះមានវីដេអូប៉ុណ្ណឹងហើយនឹងជួបខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណសូមជួយចុច like និង subscribe ឲ្យខ្ញុំមួយផង